សួស្តីបងប្អូនតើឆ្ងល់ទេថារាល់វត្ថុទាំងអស់ជុំវិញខ្លួនយើងផ្សំឡើងពីអ្វីចម្លើយគឺអាថូមដែលជាភាគល្អិតដ៏តូចបំផុតតាមនិយមន័យបុរាណកាលពីជាង 2000 ឆ្នាំមុនគេជឿថាអាតូមគឺជាភាគល្អិតនៃរូបធាតុដែលតូចបំផុតរហូតដល់មិនអាចបំបែកបានទៀតឡើយប៉ុន្តែតាមវិទ្យាសាស្ត្រទំនើបអាតូមមិនមែនតូចបំផុតទេពោលគឺវាអាចបំបែកបានទៅជាភាគល្អិតតូចៗជាច្រើនទៀតនៅផ្នែកខាងក្នុងរបស់វាតើអាតូមផ្សំឡើងពីភាគល្អិតអ្វីខ្លះហើយពួកវាស្ថិតនៅត្រង់ណាសូមក្រឡេកមើលគំរូទម្រង់ 3D នៃអាតូមនេះទាំងអស់គ្នាទី1គឺប្រូតុងជាភាគល្អិតដែលមានបន្ទុកអគ្គិសនីវិជ្ជមានវាស្ថិតនៅចំកណ្ដាលបង្អស់នៃអាថូមទី2គឺណឺត្រុងដែលគ្មានបន្ទុកអគ្គិសនីប្រូតុងនិងណឺត្រុងផ្ដុំគ្នាបង្កើតបានជាស្នូលកណ្ដាលដ៏រឹងមាំមួយហៅថាវ៉ៃយ៉ូទី3គឺអេឡិចត្រុងជាភាគល្អិតមានបន្ទុកអវិជ្ជមានវាមានម៉ាសស្រាលបំផុតហើយវិលយ៉ាងលឿនជុំវិញវ៉ៃយ៉ូបង្កើតជាពពកអេឡិចត្រុងសរុបមកអាថូមផ្សំពីស្នូលវ៉ៃយ៉ូនិងអេឡិចត្រុងវិលជុំវិញការយល់ពីអាតូមគឺជាចំណុចចាប់ផ្ដើមនៃការយល់ដឹងពីអាថ៌កំបាំងនៃចក្រវាឡសូមអរគុណពីខ្ញុំបច្ចេកវិទ្យានិងគីមីវិទ្យា